ម្រះបងប្អូនក្មេងៗអត់សូវចូលចិត្តញ៉ាំទេប៉ុន្តែមនុស្សចាស់ចូលចិត្តវាល្វីងប៉ុន្តែវាល្វីងមានរសជាតិឆ្ងាញ់ចាគ្រឿងផ្សំអត់មានអីច្រើនទេនេះដោយបងប្អូនឃើញអញ្ចឹងខ្ញុំប្រើសាច់ចិញ្ច្រាំសាច់មាន់ហើយខ្ទឹមសចិញ្ច្រាំមានហៃប៊ីយឺហ៊ឺជាមួយនឹងមីសួរបងប្អូនឬក៏តាំងហ៊ុនបងប្អូនត្រាំតាំងហ៊ុនទៅកាត់ខ្លីៗហើយលាយគ្រឿងផ្សំទាំងអស់នឹងបញ្ចូលគ្នាបន្ថែមទឹកត្រីម្សៅស៊ុបស្ករសជាមួយនឹងម្រេចហើយអំបិលបន្តិចទៅគ្រឿងផ្សំគ្រឿងទេសយើងហ្នឹងបងប្អូនយើងដាក់បន្តិចសិនបានហើយបងប្អូនហើយយើងច្របល់បញ្ចូលគ្នាទៅព្រោះថាយើងនឹងដាក់គ្រឿងផ្សំទាំងអស់ហ្នឹងជាមួយនឹងទឹកស៊ុបនៅពេលដែលយើងរំងាស់បងប្អូនស្រស់សិនណាបងប្អូនម្រះស្រស់ប្រហែលជា10នាទីត្រូវ15នាទីអីទៅបងប្អូនហើយយកលាងឲ្យស្អាតពី3ទឹកសិនចាំបងប្អូនយកមកញាត់ជាមួយនឹងគ្រឿងផ្សំដែលយើងចូលដូចដែលបងប្អូនឃើញអញ្ចឹងណាហើយចំពោះសាច់មីសួរបងប្អូនកាត់ឲ្យខ្លីៗតិចទៅនាងខ្ញុំរៀងនៅវែងរៀងអាសេមអាសាមពិបាកញាត់ដែរក៏ប៉ុន្តែអត់អីអាចទទួលយកបានដោយសារធ្វើញ៉ាំខ្លួនឯងបើធ្វើលក់ព្រៀងមើលទៅអត់សូវស្អាតប៉ុន្តែបន្ទាប់មកនាងខ្ញុំបានយកកាត់ត្រៃកាត់ឲ្យវាស្មើតែបងប្អូនយល់ល្អកាត់ឲ្យវាខ្លីៗហើយទៅណាបងប្អូនបើវានៅតែវែងអញ្ចឹងចាំពេលដែលបងប្អូនញាត់សាច់ញាត់អីហើយបងប្អូនអាចកាត់ឲ្យស្មើបន្ថែមទៀតចាអញ្ចឹងញាត់ម្ដងមួយរហូតដល់តែអស់អញ្ចឹងបងប្អូនបើគេអ្នកលក់គេមានខ្ទាស់ឈើចាក់ថ្មីកុំឲ្យសាច់វាធ្លាក់ចេញប៉ុន្តែដោយសារយើងញ៉ាំខ្លួនឯងអញ្ចឹងមិនអីទេទោះបីសាច់ធ្លាក់ចេញក្រៅឬក៏នៅក្នុងក៏អត់បញ្ហាព្រោះរសជាតិវានៅក្នុងទឹកស៊ុបយើងតែមួយចាអញ្ចឹងសម្រាប់នាងខ្ញុំអត់សូវខ្វល់ថាសាច់នៅក្រៅឬក៏ក្នុងឆ្នាំងទេចាតើមកយើងដាំទឹកណាបងប្អូនជ្រក់អស់ហើយយើងដាំទឹកនេះបងប្អូនឃើញមានសហ្នឹងគឺនាងខ្ញុំដាក់ឆ្អឹងស៊ុប2-3ដុំអញ្ចឹងទៅវារៀងពពុះសចាពេលទឹកស៊ុបយើងពុះយើងដាក់ម្រះដែលយើងញាត់ហើយចូលទៅហើយរំងាស់វាបងប្អូនបន្ថែមគ្រឿងផ្សំណាបងប្អូនភ្លក់មើលហើយបន្ថែមគ្រឿងផ្សំអំបិលប៊ីចេងស្ករទៅតាមរសជាតិដែលបងប្អូនចូលចិត្តណាហើយរំងាស់ឲ្យយូរបន្តិចបងប្អូនដើម្បីឲ្យម្រះហ្នឹងបាត់ជាតិល្វីងណាបងប្អូន